ថ្ងៃនេះខ្ញុំនឹងឆ្នៃ iPhone 16 Pro Max របស់ខ្ញុំនឹងឲ្យមើលពីលិចធ្លុះដល់កើតដែលគេហៅថា transparency អញ្ចឹងនេះគឺជា iPhone 16 Pro Max របស់ខ្ញុំប្រើផ្ទាល់ខ្លួនឯងហើយនឹងខ្នងនេះគឺខ្ញុំបានមកពីខាងបង mobile phone ដែលគាត់នៅខាងសៀមរាបបាទគាត់បានផ្ញើខ្នងនឹងឲ្យខ្ញុំយូរហើយតែខ្ញុំចេះតែរវល់អត់បានធ្វើវីដេអូបាទអញ្ចឹងថ្ងៃនេះរៀងទៅនេះដែរក៏ចាប់កាន់ទូរស័ព្ទខ្លួនឯងយកមកធ្វើវីដេអូហើយទូរស័ព្ទជាងក៏សូម្បីតែខ្ចៅគូតក៏គ្មានកាមេរ៉ាក្រោយគឺសិតតែដីតែហ្មងបាទនិយាយទៅគឺយ៉ាប់យើម100បាទបោះជាងបាទអញ្ចឹងយើងធ្វើការកោះខ្នងវាចេញមកបងប្អូនហើយខ្នងនេះដែរគឺមិនបាច់ប្រើកម្ដៅទេដោយសារវារៀងហើបតិចដោយសារកាវនេះវាយូរដែរហើយបាទមួយឆ្នាំហើយអញ្ចឹងវាលក្ខណៈថាហើបកាវអូតូដល់បាទហើយសូម្បីតែកោះឆាចមកនោះសិតតែដីបាទខាងក្នុងមើលសិតតែកតិចទូលីបាទអញ្ចឹងសម្រាប់ស្គុតជំរាបទឹកហ្នឹងអាយុកាលវាត្រឹម6ខែទៅ7ខែគឺអស់ហើយបាទតែលើសពីហ្នឹងទៅវាអាចប្រឈមនឹងចូលដីដូចរបស់ខ្ញុំអញ្ចឹងអានេះរបស់យើងប្រើផ្ទាល់ដោយសារយើងចង់តេស្តថាគុណភាពស្គុតដែលយើងប្រើហ្នឹងប្រភេទគ្រឿងបន្លាស់ហ្នឹងវាល្អឬក៏អត់បាទប៉ុន្តែខ្ញុំប្រើជាក់ស្ដែងទៅឃើញថាអាយុកាលវាត្រឹម6ខែទេគឺវាលែងសូវជាប់ហើយបាទវាធ្វើឲ្យទូរស័ព្ទរបស់យើងនឹងវាចូលកតិចទូលីទូចអញ្ចឹងបាទអញ្ចឹងខ្ញុំធ្វើការយកអាខ្នងហ្នឹងដើម្បីកាប់លើជាមួយនឹងតួសិនថាវាសមអត់ប៉ុន្តែកាប់ទៅឃើញថាអត់សមទេដោយសារសន្ទះដៃគ្នា frame ហ្នឹងវាក្រាស់ពេកបាទវាធំពេកបាទអញ្ចឹងខ្ញុំត្រូវការកាត់សន្ទះស្លឹកដែកហ្នឹងចេញបើសិនជាអត់កាត់ទេយើងមើលទៅវាអត់សមមើលទៅដូចទៅបាទវាទៅមើលជាពិសេសអាកាវហ្នឹងមើលទៅឃើញថាបតាក់ពេញហ្នឹងបណ្ដោយអញ្ចឹងអានេះគឺយើងធ្វើការបកវាចេញមកផ្លុំកម្ដៅហើយធ្វើការបកស្លឹកស្ទះដែកហ្នឹងចេញមកហើយយើងធ្វើការកាត់វាចេញហើយការកាត់នេះដែរគឺបើសិនជាយើងយកកត្រៃមកកាត់វានឹងប៉ោងហើយបាទអញ្ចឹងមានតែយើងយក motor ដើម្បីយកវាមកកាត់ផ្ដាច់ត្រឹមកងលែនកាមេរ៉ាបាទស៊ុំកាមេរ៉ាហ្នឹងបាទយើងកាត់ត្រឹមហ្នឹងទៅដើម្បីឲ្យមើលទៅវារៀងស្លាស់ល្វឹងបន្តិចបើសិនជាយើងអត់កាត់ទេឃើញតែសន្ទះដែកមើលទៅក៏អត់សមដែរហើយបន្ទាប់ពីយើងកាត់សន្ទះដែកហ្នឹងចេញហើយជាមួយចម្លើជាមួយនឹងតួវាភាសាទៀតថាវាសមប៉ុណ្ណាអីប៉ុណ្ណាអញ្ចឹងបាទអញ្ចឹងយើងធ្វើការកាប់ច្រោចទៅឃើញថាឃើញទេវាស្អាតជាងបាទបើសិនជានៅទាំងស៊ុំគ្នា frame វាឃើញថាអត់ស្អាតទេបាទអញ្ចឹងអានេះគឺជាប្រទេស wireless យើងធ្វើការបកសន្ទះត្រជាក់នឹងចេញទៅកុំឲ្យវាធំពេកបើសិនជាយើងទុកអាហ្នឹងទៅបិទទៅគឺវាបាំងថ្មបាំងអីមើលអត់ឃើញស្អាតទេបាទអញ្ចឹងអាហ្នឹងគឺយើងយកមកបិទជាមួយនឹងខ្នងក្រោយរបស់យើងមកមើលទៅឃើញថារៀងសមតិចតាមពិតទៅអាហ្នឹងវាត្រូវមានប្រទេសមេដៃរបស់វាទៀតបាទសន្ទះ make sense របស់វាហ្នឹងដើម្បីដាក់កលឹងជាមួយនឹងសន្ទះ wireless ហ្នឹងបើសិនជាយើងអត់មានអានោះទេមើលទៅដូចវារៀងខោចលហែលមិនទេបាទនេះបើសិនជាយើងមានអានោះមួយទៀតដាក់ទៅឃើញថាអែមបដ ாய் នេះបាទប៉ុន្តែអត់អីទេបាទរបស់ខ្លួនឯងលុំយកទៅលុយសិនណាបាទយើងធ្វើការចាប់វាចូលទៅដើម្បីធ្វើការកាប់ខ្នងនឹងចូលហើយខ្នងនេះដែរមិនមែនជាប្រភេទកញ្ចក់ទេណាអានេះជាប្រភេទ transparency ប្រភេទគេហៅ acrylic បាទបងប្អូនដែលខាងធ្វើ logo គាត់ដឹងហើយបាទប្រភេទ acrylic ជ័រ acrylic ហ្នឹងមើលទៅឃើញថាថ្លាឆ្វង់យ៉ាងបាទអញ្ចឹងអានេះឃើញថារួចរាល់ហើយបងប្អូនមើលទៅឃើញថាជាតិដែរហ្នឹងបាទបើសិនជាបងប្អូនចង់បានប្រភេទខ្នងអញ្ចឹងអីតើបងប្អូនកំងព្រោះអត់មាននៅក្នុង stock ទេអានេះគេឲ្យដែរទេបាទ